សួស្តីបងប្អូនថ្ងៃនេះគឺថ្ងៃទី3ខែ5អញ្ចឹងខ្ញុំនឹងធ្វើវីដេអូអាប់ដេតតាក់ទងជាមួយនឹងការដាំបន្លែលើទឹកកាលពីសប្តាហ៍មុនយើងបានប្រមូលផលស្ពៃកញ្ញាញ់អស់មួយចំនួនហើយយើងក៏បានដាក់កូនថ្មីចូលឥឡូវកូនហ្នឹងក៏រឿងធំច្រើនដែរនេះយើងដាក់មានស្ពៃកញ្ញាញ់ខ្លះស្ពៃជ្រក់ខ្លះដែលយើងដាក់ចូលរឿងចម្រុះបន្តិចហើយនេះនៅសល់ពីការដកកាលពីសប្តាហ៍មុនហើយក៏មានសាឡាត់ខ្លះដែរអញ្ចឹងយើងនៅសល់ស្ពៃជ្រក់ដែលស្ពៃជ្រក់នេះគឺវាដល់អាយុវាដែលយើងត្រូវដកជ្រក់ហើយតែថ្ងៃនេះដោយសារយើងរវល់អត់បានដកដើម្បីរៀបចំជ្រក់ទេអញ្ចឹងយើងនឹងដកវានៅថ្ងៃអង្គារអញ្ចឹងព្រឹកថ្ងៃអង្គារយើងនឹងធ្វើការដកវាសម្រាប់ការជ្រក់អញ្ចឹងនេះគឺស្ពៃជ្រក់យើងដែលវាគិតបើយើងគិតពីការដាំវាគឺយើងដាំពីថ្ងៃទី21ខែ3ឥឡូវចូលដល់ខែ5ថ្ងៃទី3ហើយអញ្ចឹងវាចូលមួយខែជាងតិចតួចហើយអញ្ចឹងស្ពៃនេះក៏វាដល់អាយុវាត្រូវយើងដកដែរហើយគុំមួយចំនួនក៏ធំដែរបងប្អូនវាធំគួរសមដែរអញ្ចឹងយើងនឹងធ្វើការដកជ្រក់វាហើយស្ពៃកញ្ញាញ់ក៏នៅខាងនោះខ្លះដែរបងប្អូនយើងដកអត់ទាន់អស់ទេហើយវាក្តោបក៏ធំដែរហើយបងនេះវិញគឺទឹកសក់ជប៉ុនយើងបានដាក់ដាំសាលបងនៅលើទឹកយើងហ្នឹងឃើញថាវាក្តឹបច្រើនបងប្អូនក្តឹបច្រើនមែនតើតែគ្រាន់ថាវាកាន់ហ្នឹងក៏វាមានចំនួនតិចតាមនឹងដែរយើងដកយើងបេះហូបរហូតទេយើងបេះវាថ្ងៃហ្នឹងទៅក្រោយនោះវាធំបន្តគ្នារហូតមកអញ្ចឹងរសជាតិវាគឺអាចទទួលយកបានវាផ្អែមជាងទឹកសក់យើងទឹកសក់ធម្មតាយើងព្រោះនេះវារឿងអាឡងបងប្អូនហ្នឹងហើយហើយយើងងាកមកមើលស្ពៃជ្រក់យើងវិញបងប្អូនឃើញទេគុំធំគួរសមហើយចូលចង់កន្លះគីឡូម្ដងបងប្អូនជាមួយជាក់ស្ដែងជាមួយថ្ងៃគៀយើងដកហើយយើងសាក់ថ្លឹងមើលទាំងអស់គ្នានេះយើងមានទាំងអស់ប៉ុណ្ណឹងបងប្អូនហើយខាងនោះគឺស្ពៃកញ្ញាញ់យើងបានដកមួយចំនួនច្រើនអស់នៅសល់តិចតួចដែរទេអញ្ចឹងប្រហែលតែថ្ងៃអង្គារនេះយើងក៏ដកលក់ប្រហើយដែរស្ពៃកញ្ញាញ់ហ្នឹងហើយខាងនេះគឺយើងដាក់កូនសាឡាត់នៅនេះយើងសាឡាត់ប្រភេទសាឡាត់ក្រហមបងប្អូនអានេះពេលដែលយើងដកសាឡាត់ធំនេះហ្នឹងអានេះសាឡាត់ប្រភេទសាឡាត់បាត់តាហេតបងប្អូនជានៅសល់ប៉ុណ្ណេះទៀតហើយយើងបានដាក់សាឡាត់ក្រហមនេះបន្តវាមកលើនេះវាបានមួយអាទិត្យហើយបងប្អូនជម្រាបឃើញថាវាធំលឿនគួរសមដោយសារតែអាកាសធាតុក៏វារៀងចុះត្រជាក់ជាងមុនដែរបងប្អូននេះស្ពៃកញ្ញាញ់យើងហ្នឹងហើយបងប្អូនសម្រាប់វីដេអូនេះយើងអត់មានអីច្រើនទេយើងគ្រាន់តែធ្វើវីដេអូអាប់ដេតពីការលូតលាស់របស់បន្លែរបស់យើងអញ្ចឹងថ្ងៃអង្គារយើងនឹងធ្វើវីដេអូមួយទៀតពីការប្រមូលផលស្ពៃជ្រក់របស់យើងហើយជាមួយតកតងជាមួយនឹងបច្ចេកទេសអីគឺយើងនឹងបង្ហាញនៅវីដេអូក្រោយទៀតអរគុណជម្រាបលាបងប្អូន